តើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍មួយដែលពេលទៅណាមកណាយើងតែងតែគិតថាគេស្រឡាញ់មករកយើងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកមើលអំពីចិត្តវិទ្យាថាតើមនុស្សដែលតែងតែមានអារម្មណ៍ថាមនុស្សជុំវិញខ្លួនហ្នឹងចាប់អារម្មណ៍លើខ្លួនតើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍បែបនេះអត់ពេលដែលដើរចូលបន្ទប់មួយអ្នកមានអារម្មណ៍ថាមនុស្សគ្រប់គ្នាកំពុងតែមើលអ្នកពេលនិយាយខុសពីអីមួយអ្នកតែងតែគិតថាគេនឹងចងចាំអ្វីដែលយើងនិយាយខុសហ្នឹងហើយអាចនឹងពេលខ្លះពេលដែលអ្នកធ្វើអីមួយអត់ល្អអ្នកតែងតែមានអារម្មណ៍ថាមនុស្សជុំវិញខ្លួនហ្នឹងកំពុងតែវាយតម្លៃអ្នកចឹងអារម្មណ៍បែបនេះជារឿងដែលមនុស្សជាច្រើនធ្លាប់ជួបនៅក្នុងចិត្តវិទ្យាគេហៅវាថាជា spotlight effect ដែលគេពន្យល់ថាមនុស្សដែលមានទំនោរតែងតែគិតថាខ្លួនឯងកំពុងស្ថិតក្រោមជាពន្លឺអីមួយដូចជាតួអង្គសំខាន់ហើយតែងតែមានមនុស្សជុំវិញហ្នឹងគឺផ្ដោតអារម្មណ៍មកលើខ្លួនប៉ុន្តែជាក់ស្ដែងការពិតគឺអត់អញ្ចឹងទេឥឡូវតាមមកដឹងថាតើអីគេជា spotlight effect ហ្នឹងអញ្ចឹងចំពោះពាក្យថា spotlight effect ហ្នឹងគឺជាបាតុភូតផ្លូវចិត្តដែលធ្វើឲ្យខួរក្បាលរបស់យើងហ្នឹងវាតម្លៃខ្ពស់ថាមានមនុស្សជាច្រើនឬក៏មានមនុស្សដទៃគឺបានចាប់អារម្មណ៍ទៅលើសកម្មភាពយើងរូបរាងរបស់យើងឬក៏អាចជាកំហុសរបស់យើងអីជាដើមហ្នឹងឧទាហរណ៍ថានៅពេលដែលយើងទៅជួបមនុស្សថ្មីហើយសម្លៀកបំពាក់យើងអាចស្លៀកទៅយើងអត់សូវត្រូវចិត្តណាអ្នកតែងតែគិតថាគេប្រកាសជាសង្កេតឃើញអញ្ចឹងហើយគេប្រហែលជាគិតថាខ្ញុំអាក្រក់ហើយប៉ុន្តែជាក់ស្ដែងមនុស្សភាគច្រើនកំពុងគិតរឿងហ្នឹងតែខ្លួនឯងទេហើយអាចនឹងឧទាហរណ៍មួយទៀតថាតើខ្លួនឯងនិយាយល្អអត់អ្នកទៅតែគិតមិនខ្ពស់ខ្លួនឯងឬក៏ធ្វើអីផ្ទាល់ទៅអញ្ចឹងអារម្មណ៍នោះអាចមានផលប៉ះពាល់ហើយវាជាអារម្មណ៍ដែលយើងគិតខ្លួនឯងអញ្ចឹងចំពោះអ្នកដែលមានការមានអារម្មណ៍នឹងញឹកញាប់វាធ្វើឲ្យយើងខ្លាចនៅក្នុងការនិយាយចំពោះមុខអ្នកដទៃហើយក៏គិតច្រើនលើសពីអ្វីដែលអ្នកដទៃគិតហើយវាអាចនឹងធ្វើឲ្យយើងនឹងអត់ហ៊ានសាកល្បងអ្វីដែលថ្មីវាជាពិសេសការបាត់បង់ភាពជឿជាក់លើខ្លួនឯងអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងមានគំនិតល្អប៉ុន្តែយើងតែងតែខ្លាចថាខ្លាចយើងទៅនិយាយទៅខុសអីអញ្ចឹងមួយអញ្ចឹងពីរទៅអញ្ចឹងវាធ្វើឲ្យយើងនឹងអត់ហ៊ាននិយាយទេពីព្រោះខ្លាចអ្នកដទៃមើលមកអត់ពេញចិត្តអញ្ចឹងថាតើយើងអាចគ្រប់គ្រងអារម្មណ៍នឹងបានដែរឬក៏អត់ជាក់ស្ដែងយើងអាចគ្រប់គ្រងអារម្មណ៍នឹងបានប៉ុន្តែយើងក៏ត្រូវតែដឹងខ្លួនឯងដែរយើងត្រូវចេះសួរខ្លួនឯងថាតើយើងមានផុសតាងគ្រប់គ្រាន់អត់ថាគេឥឡូវហ្នឹងកំពុងគិតពីយើងឬវាគ្រាន់តែជាការសន្មត់របស់យើងខ្លួនឯងទេមួយទៀតយើងអាចចងចាំថាមនុស្សគ្រប់គ្នាគឺគេមានរឿងផ្ទាល់ខ្លួនរបស់គេទេអញ្ចឹងនៅពេលដែលយើងកំពុងគិតពីខ្លួនឯងអ្នកដទៃគឺកំពុងគិតពីបញ្ហារបស់ពួកគេដែរហើយមួយទៀតសំខាន់ដែរគឺផ្ដោតលើបទពិសោធន៍មិនជាការវាយតម្លៃទេជំនួសពីការគិតថាគេគិតមិនចំពោះខ្ញុំសាក់ដូរទៅជាតើខ្ញុំកំពុងរៀនបានអីគេខ្លះពីបទពិសោធន៍មួយនេះជាចុងក្រោយមនុស្សជាច្រើនតែងតែមានអារម្មណ៍ថាពួកគេស្ថិតនៅក្រោមភ្នែកអ្នកដទៃប៉ុន្តែការពិតមនុស្សភាគច្រើនពួកគេកំពុងផ្ដោតលើជីវិតរបស់ខ្លួនគេដែរអញ្ចឹងពេលខ្លះអ្នកដែលកំពុងមើលយើងខ្លាំងបំផុតគឺជាយើងខ្លួនឯងនឹងឯងអញ្ចឹងសម្រាប់អ្នកដែលកំពុងស្ដាប់វីដេអូនេះវិញតើមានពេលណាដែលអ្នកគិតថាគេកំពុងគ្រប់គ្នាមើលម្នាក់ប៉ុន្តែក្រោយមកដឹងថាវាមិនមែនជារឿងធំដូចដែលអ្នកគិតទេ